អរគុណព្រះអង្គឥឡូវនេះយើងចូលដល់កាពីកាលទីដដែលនឹងចំពោះ6ដដែលប៉ុន្តែខ10លើកមកយើងមើលខ9ដែលខ្ញុំអានជូនដូច្នេះកាលណាយើងមានឱកាសនោះត្រូវធ្វើល្អដល់មនុស្សទាំងអស់ពាក្យដែលមានឱកាសហ្នឹងគឺថាយើងមានឱកាសធ្វើការល្អនៅពេលអីនៅពេលបងប្អូនយើងត្រូវការជួយនៅពេលដែលបងប្អូនយើងត្រូវការមានទុក្ខធរៈពេលហ្នឹងហើយដែលយើងមានអំណរណាដែលបានគេមករកយើងហើយយើងជួនកាលយើងមិនបាច់គេមករកយើងហើយយើងទៅខ្លួនឯងឃើញគេមានត្រូវការយើងជួយគេអស់ពីចិត្តសួរគេថាតើខ្ញុំអាចជួយអីបានអត់នេះហើយដែលព្រះចង់បរៀនយើងអរគុណព្រះអង្គដែលខកពីនេះដែលមានសារៈសំខាន់ចំពោះយើងអ្នកគ្រីស្ទានតែមិនមែនជាអ្នកគ្រីស្ទានក៏ចឹងដែរឃើញបងប្អូនយើងខ្លះចិត្តល្អមែនតើប៉ុន្តែខ្ញុំថាថ្ងៃមុខថ្ងៃក្រោយគាត់នឹងបានទទួលសេចក្តីពិតពីព្រះពីព្រោះគាត់មានអត្តចរិតល្អគាត់មានបេះដូងគាត់មានបេះដូងគាត់ហាត់គាត់ល្អអូខេអរគុណច្រើនហើយដូច្នេះកាលណាយើងមានឱកាសពាក្យមានឱកាសគឺថាយើងមានពេលវេលាដែលជួយគេយើងមានពេលវេលាដែលយើងបានបំពេញកាតព្វកិច្ចមួយដែលព្រះឲ្យយើងធ្វើទៅចំពោះអ្នកដែលយើងស្រឡាញ់ដូច្នេះព្រះអង្គហើយសូមព្រះប្រទានពរដល់បងប្អូនយើងដែលគាត់តែងតែមានឱកាសជួយយើងគ្រប់បែបយ៉ាងអរគុណព្រះអង្គដូច្នេះខ្ញុំឃើញបងប្អូនយើងដែលមានសេចក្តីស្រឡាញ់ខ្ញុំសប្បាយចិត្តមែនទែនភាគច្រើនមិនមែនភាគតិចភាគច្រើនដែលចេះមានសេចក្តីស្រឡាញ់កាលណាយើងមានឱកាសនឹងត្រូវធ្វើល្អដល់មនុស្សទាំងអស់ព្រះមានទូមនុស្សទាំងអស់មិនមែនថាខ្មាំងសត្រូវមិនមែនថាសាសនេះសាសនោះទេតែកាលណាដែលយើងមានឱកាសយើងត្រូវជួយគេយើងបើកចិត្តទៅលាយើងជួយគេទៅនេះហើយជាពពកដែលយើងចង់បានពពកពីព្រះគឺការពិតខ្ញុំសប្បាយចិត្តណាស់ឃើញខកពីហ្នឹងដូច្នេះកាលណាយើងមានឱកាសនឹងត្រូវធ្វើល្អដល់មនុស្សទាំងអស់មិនថាសាសនាទេគឺថាឲ្យតែជានៅក្រមផែនដីនៅលើក្រមមេឃយើងនឹងនៅលើផែនដីនឹងឲ្យតែមានសេចក្តីស្រឡាញ់មកពីព្រះគឺសិតតែកូនចៅព្រះសិតតែបងប្អូនយើងទាំងអស់ព្រោះឈាមតែមួយគឺឈាមព្រះយេស៊ូវគ្រីស្ទអូខេដូច្នេះកាលណាយើងមានឱកាសនោះយើងទៅធ្វើការល្អដល់ទាំងអស់ហើយគឺដល់ពួកអ្នកដែលជឿផងហេតុអីបានព្រះចង់ប្រាប់យើងថាឲ្យពួកអ្នកជឿផងអញ្ចឹងដែលយើងធ្វើការល្អចំពោះអ្នកដែលមិនជឿដែរមិនចាំបានស្ដីថាពួកអ្នកមិនជឿផងហើយអ្នកពាក់ជឿផងដូច្នេះនេះជារឿងមួយដែលឆ្ងល់ទៀតណាឆ្ងល់ថាហេតុអីបានជាព្រះមានបន្ទូលថាឲ្យធ្វើគ្រប់មនុស្សទាំងអស់គឺគ្រប់ទាំងអស់គឺថាមិនប្រកាន់ពូជសាសនាទេមិនប្រកាន់ថាអ្នកនឹងឆ្មៃធ្លាប់ជេរបន្តិចយើងធ្លាប់និយាយដើមយើងធ្លាប់ធ្វើអាក្រក់មួយយើងតែព្រះឲ្យយើងជួយទាំងអស់ស្រឡាញ់ខ្មាសត្រូវប៉ុន្តែដល់ពេលថាជួយមនុស្សទាំងអស់ហើយថែមទាំងហើយគឺដល់ពួកអ្នកជឿជាដើមពួកអ្នកជឿមានន័យថាមិនទាន់មានជំនឿទេគ្រាន់តែជឿថានេះជាព្រះយេស៊ូវឃើញគេមកគេឲ្យអំណោយអីចឹងហ្នឹងគ្រាន់តែជឿបានស្ដីថាព្រះឲ្យយើងឲ្យអ្នកដែលឈ្នះជឿផងតែអ្នកដែលជឿនេះមិនទាន់មានជំនឿជាមួយព្រះពិតប្រាកដទេគ្រាន់តែឃើញគេជឿចង់ជឿគេដែរអូខេអរគុណព្រះអង្គនេះហើយជាព្រះបន្ទូលរបស់ព្រះដែលតែងតែដាស់តឿនចិត្តកូនចៅទ្រង់អរគុណច្រើនសូមព្រះអង្គគង់ជាមួយជំរាបលា